នៅខ្ពស់ទៀតតែខ្ញុំឡើងបានប៉ុណ្ណឹងសិនដោយសារប្រញាប់ទៅពេញវិញផងស្ដីបងប្អូននេះគឺជាផ្លូវទៅម្លេចតែពេលខ្ញុំទៅពេញប៉ុន្តែខ្ញុំឈានចូលមកផ្លូវទៅម្លេចបងប្អូនមើលបន្តិចគឺខុសប្លែកពីមុនឆ្ងាយណាបងប្អូនគឺឥឡូវគេចាក់ផ្លូវទៅស៊ូប៉ុន្តែដូចជាចូលមិនដល់ទេបងប្អូនណាត្រឹមឡងវាវត្តគឺយើងផ្លូវលំធម្មតាបើសិនជាបានចាក់ផ្លូវនេះទាំងអស់វិញផ្លូវទៅស៊ូនេះគឺចូលតិចអីខានមកយូរហើយបងមើលព្រៃព្រឹក្សាជើងទឹកគឺស្អាតជើងស្អាតមែនទេបងប្អូនណាអត់ចំនឹងជីបងប្អូនមើលបន្តិចបើសិនជាបងប្អូនចង់ទៅលេងគឺពីពេញមកប្រហែលជាគីឡូ9ជាងទេបងប្អូនយើងអាចមកទស្សនាទេសភាពនៅជើងភ្នំម្លេចនេះហៅថាម្លេចបងប្អូនណាចឹងគឺខ្ញុំថតបងប្អូនមើលទេសភាពបន្តិចចិត្តតែភ្នំបាទបងប្អូនឥឡូវគឺខ្ញុំត្រឡប់ទៅវិញហើយគឺចូលមកបានប្រហែលជាជិត1គីឡូដីបាទដោយសារខ្ញុំប្រញាប់ទៅពេញវិញអញ្ចឹងគឺឲ្យបងប្អូនមើលទេសភាពទៅតាមដងផ្លូវខ្ញុំប៉ុណ្ណឹងចង់តែចង់បាញ់ចូលទៅមកតាមវត្តនេះហើយវត្តទៅចូលតិចដែរមែនទេបងប្អូនខ្ញុំនៅកពតចូល20ជាងឆ្នាំហើយជិត30ឆ្នាំហើយអត់ដែលបានចូលឡើងមើលវត្តនៅខាងលើនឹងសោះគឺស្អាតមែនទេបងប្អូនមិនដឹងថាប្រហែលកម្មទេនេះចឹងឈ្នៀតពេលចូលមកមើលលេងបងប្អូនណាដើម្បីបងប្អូនបានឃើញកន្លែងស្អាតស្អាតនៅម្ដុំនេះគេហៅថាភ្នំបើអ្នកស្រុកខ្ញុំគេហៅភ្នំជើងដោយសារវាស្ថិតនៅទិសខាងជើងអញ្ចឹងបងប្អូនមានអ្នកចូលមកញ៉ាំបាយញ៉ាំអីដែរមិនដឹងថាវត្តអីខ្ញុំមិនច្បាស់ដែរបងប្អូននេះបងប្អូននៅខ្ពស់ទៀតតែខ្ញុំឡើងបានប៉ុណ្ណឹងសិនដោយសារប្រញាប់ទៅពេញវិញផងគឺខ្ញុំឡើងទៅតិចទៀតចាំបងប្អូនណាស្អាតបងប្អូនវត្តនេះប្រហែលជាមានអាយុកាលយូរឆ្នាំហើយមិនក្រោមជាង100ឆ្នាំអីទេបងប្អូនមើលតាផ្លូវឡើងទៅដឹងហើយសិតតែថ្មដែលថ្មពីដើមយើងហ្នឹងបើមានឱកាសខ្ញុំនឹងធ្វើវីដេអូឡើងឲ្យដល់កំពូលបងប្អូនមើលតែដោយសារខ្ញុំមកម្នាក់ឯងហើយណាមួយម៉ូតូនៅក្រោមអញ្ចឹងទៅយើងអត់ហ៊ានឡើងទៅលើទៀតព្រោះយកដើរមកបាទរថភ្លើងគឺមានព្រះអង្គគង់នៅវត្តហ្នឹងដែរបងប្អូនណាមិនអត់ទេដោយសារវត្តនេះបើខែចូលឆ្នាំខែបុណ្យទាននេះគឺសុបាយតែបើឡើយនេះបើយើងសម្អាតឲ្យស្អាតតិចនឹងល្អហ្មងប៉ុន្តែផ្លូវនេះមួយប៉ុន្តែនៅមានផ្លូវមួយទៀតបងប្អូនណាផ្លូវពីខាងជើងហ្នឹងមួយទៀតហើយផ្លូវពីខាងលិចមានមួយទៀតផ្លូវនេះដូចជាគេមិនសូវប្រើទេ
thì bên cloud châu vọt miền phong phía mối đáy mà con là cứ nhung phần năng chắc